សនៈមិត្តអ្នកអានដរាបណាកម្លាំងសាមគ្គីជាតិខ្មែរនៅតែខ្លាំងក្លាត្រូវជួយជាក់ថាទឹកដីខ្មែរយើងនឹងមិនបាត់បង់ឡើយស្ថិតក្នុងកលៈទេសៈដែលយោធាថៃកំពុងបង្កសង្គ្រាមឈ្លានពានកម្ពុជានៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជាបានងើបឡើងយ៉ាងផុសផុលនិងខ្លាំងក្លាបំផុតដោយបានរួបរวมគ្នានៅជុំវិញរាជរដ្ឋាភិបាលក្នុងគ្រាអាសន្ននេះមនសិការស្នេហាជាតិមិនមែនគ្រាន់តែជាកាតព្វកិច្ចក្នុងនាមជាពលរដ្ឋនោះទេប៉ុន្តែវាជាកម្លាំងចលករខាងស្មារតីដែលនឹងចូលរួមចំណែកយ៉ាងធំធេងការពារទឹកដីដែលដូនតាបានបន្សល់ទុកមកតាំងពីយូរលង់ណាស់មកហើយការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានក្លាយជាខឿនការពារជាតិដ៏រឹងមាំបំផុតសម្រាប់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិមុខជាងនេះទៅទៀតនៅពេលដែលប្រជាពលរដ្ឋនៅសមរភូមិក្រោយមានជំនឿចិត្តនិងផ្ដល់ការគាំទ្រយ៉ាងមុតមាំលើរាជរដ្ឋាភិបាលនិងកងទ័ពជួរមុខនឹងក្លាយជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបានដល់វីរយុទ្ធជនយើងដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារព្រំដែនការគាំទ្រនេះត្រូវបានស្ដែងចេញតាមរយៈការជួយឧបត្ថម្ភជាសម្ភារៈថវិកាពីគ្រប់មជ្ឈដ្ឋាននិងស្មារតីលើកទឹកចិត្តតាមគ្រប់រូបភាពដែលបង្ហាញថាខ្មែរគ្រប់រូបត្រៀមខ្លួនជានិច្ចដើម្បីបុព្វហេតុជាតិក្នុងកលៈទេសៈដ៏តានតឹងនេះយើងបានឃើញនូវទស្សនវិជ្ជាជំនួយយ៉ាងសន្ធឹកសន្ធាប់បានផ្ញើទៅកាន់សមរភូមិមុខនិងជំរុំជនភៀសសឹកនានាជាច្រើនកន្លែងជំនួយទាំងនោះមិនត្រឹមតែជាស្បៀងអាហារថ្នាំសង្កូវឬសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាដង្ហើមដែលជួយទ្រទ្រង់កម្លាំងចិត្តកងទ័ពឲ្យបន្តឈរជើងការពារទឹកដីដោយមិនខ្លាចនឿយហត់និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋយើងផងដែរនៅពេលដែលជាតិជួបគ្រោះអាសន្នខ្មែរមិនដែលទុកឬបោះបង់ចោលគ្នានោះទេសាមគ្គីភាពដែលកើតចេញពីការលះបង់ទ្រព្យធនផ្ទាល់ខ្លួននេះបានក្លាយជាខឿនការពារជាតិដ៏រឹងមាំនិងជាកម្លាំងចលករដែលធ្វើឲ្យពួកចៅសៀមដឹងខ្លួនថាការឈ្លានពានមកលើទឹកដីកម្ពុជាគឺជាការប្រឈមមុខជាមួយមហាជនទាំងមូលមិនមែនត្រឹមតែកងទ័ពនោះទេទោះជាយ៉ាងណាការរំលោភបំពានទាំងនេះមិនអាចធ្វើឲ្យខ្មែរចុះចាញ់ឡើយប៉ុន្តែបែរជាធ្វើឲ្យកម្លាំងសាមគ្គីភាពកាន់តែរឹងមាំទៅវិញទឹកចិត្តដ៏មោះមុតអង្គអាចក្លាហានរបស់វីរៈកងទ័ពនៅសមរភូមិមុខនិងទឹកចិត្តចូលរួមគាំទ្រគ្រប់មធ្យោបាយរបស់ប្រជាជនយើងនៅសមរភូមិក្រោយគឺជាសក្ខីភាពបញ្ជាក់ថាអាវុធទំនើបរបស់យោធាថៃមិនអាចធ្វើឲ្យខ្មែរភ័យខ្លាចនិងមិនអាចបំផ្លាញស្មារតីស្នេហាជាតិរបស់ខ្មែរបានឡើយសាមគ្គីភាពជាទ្រង់មួយនេះគឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃដែលដាស់តឿនយើងគ្រប់ជំនាន់ថាដរាបណាខ្មែររួបរวมគ្នាដរាបនោះទឹកដីនឹងស្ថិតស្ថេរគង់វង្សដោយឌីវីរៈ